ជំរាបសួរបងប្អូនទាំងអស់គ្នា Welcome back មក Channel YouTube របស់នាងខ្ញុំម្ដងទៀតចានាងខ្ញុំថ្ងៃនេះសប្បាយចិត្តមែនតើហើយសូមចែករំលែកតទៅជាមួយនឹង income សម្រាប់បងស្ត្រីដែលគាត់នៅផ្ទះហើយគាត់ចង់រកចំណូលបន្ថែមចាអញ្ចឹងថ្ងៃនេះគឺយើងនិយាយអំពី home massage ឬក៏ spa ចាអញ្ចឹងគឺយើងទាំងអស់គ្នាយើងតែងតែគិតថាដើម្បីបើកហាង spa ឬក៏ហាង massage មួយតើយើងមាន capital ច្រើនតើយើងមានដើមទុនច្រើនដើម្បីបើកតែសម័យឥឡូវគឺយើងមិនបាច់ចាំមានដើមទុនច្រើនក៏បានដែរយើងអាចយកបន្ទប់ផ្ទះរបស់យើងណាជារៀបចំជាកន្លែងឲ្យស្អាតបន្តិចមកយើងមានដាក់ក្លិនដាក់រៀបចំដេកតិចតួចនៅនឹងលក្ខណៈថាជាធម្មជាតិណាបងទាំងអស់គ្នាដែរពេលយើងទៅភោជនីយដ្ឋានខ្លះឬក៏អីគេដាក់ប៉ាំងអស័យគេដាក់លក្ខណៈថាចេញមកគឺការចំនួន80ចំនួនអីចឹងវិញអញ្ចឹងមានអារម្មណ៍ថាវាទៅជាប្លែកវិញអញ្ចឹងបងទាំងអស់គ្នាយើងរៀបចំអ្វីតាមបាត់ចិត្តដែលយើងមានដើម្បីរៀបចំធ្វើជា home spa ឬក៏ massage នៅផ្ទះហើយខ្ញុំគិតថា margin ខ្ពស់មែនតើព្រោះដោយសារនេះគឺជាកម្លាំងពលកម្មគឺជាជំនាញរបស់យើងអញ្ចឹងក្នុងកន្លែងនេះគឺខ្ញុំចង់ឲ្យបងសាកកលេចមកមើលតទៅជាមួយនឹងអ្វីដែលយើងត្រូវការខ្លះអញ្ចឹងយើងត្រូវការទៅទីតាំងរបស់យើងគឺយើងអាចយកផ្ទះរបស់យើងបន្ទប់របស់យើងដែលយើងមានហ្នឹងណាយើងសាកល្បងធ្វើពីទូចទៅសិនតែយើងរៀបចំឲ្យរៀងស្អាតទៅយើងទិញពូកមួយយើងទិញខ្នើយទិញអីមួយឈុតណាចាហើយបន្ទាប់មកគឺយើងមានជាលក្ខណៈអុយជាក្លិនប្រេងអីចឹងណាហើយយើងមានជាលក្ខណៈមានតែខ្ញីតែស្លឹកគ្រៃអីសម្រាប់ជូនដល់ភ្ញៀវដែលគាត់មានអ្នកខ្លះគាត់ចូលចិត្តណាពេលដែលគាត់ម៉ាស្សាហើយគាត់មានអារម្មណ៍ថាពេលដែលយើងជូនគាត់ជាទឹកខ្ញីឬក៏ទឹកល្មៀតឬក៏ជាទឹកលក្រីអីចឹងធ្វើឲ្យគាត់មានអារម្មណ៍ថាអូយប្លែកហើយមានអារម្មណ៍ថា relax ហើយ fresh អញ្ចឹងខ្ញុំសូមឲ្យបងទាំងអស់គ្នាយើងកលេចមកមើលថាតើយើងត្រូវធ្វើម៉េចដើម្បីឲ្យយើងខុសប្លែកពីគេព្រោះដោយសារតែគេហៅថា USP unique selling proposition របស់យើងគេអ្វីជាចំណុចពិសេសរបស់ business របស់យើងដែលអតិថិជនគាត់ឃើញថាកន្លែងហ្នឹងគឺខុសពីកន្លែងគេគាត់មកកន្លែងហ្នឹងគឺគាត់នឹងទទួលបានអ្វីត្រឡប់ទៅវិញដែលខុសប្លែកពីកន្លែងផ្សេងដែលគាត់ធ្លាប់ទៅកន្លែងផ្សេងខ្លះអាចធូរថ្លៃជាងហ្នឹងប៉ុន្តែគាត់អត់ទទួលបានអារម្មណ៍មួយហ្នឹងដូចមកកន្លែងយើងទេខ្ញុំសូមឲ្យបងសាកកលេចមើលយើងសួរថាតើយើងត្រូវធ្វើម៉េចដើម្បីឲ្យអតិថិជនចង់មកហើយម្ដងទៀតគេបងទាំងអស់គ្នាអាចសិក្សាតាម YouTube សិក្សាឬក៏យើងមានគ្រូយើងដើររកអ្នកណាដែលមានជំនាញនៅក្នុងការគាត់ម៉ាស្សានៅក្នុងការធ្វើ spa ហ្នឹងទៅអញ្ចឹងយើងមានជា price list ឲ្យពួកគាត់ក្នុងនិយាយទៅខ្ញុំតាមដែលខ្ញុំដឹងណាការម៉ាស្សាគឺបានប្រភពចំណូលធំមែនទែនពុទ្ធសាស service ភាគច្រើនមនុស្សគាត់អស់កម្លាំងអ្នកខ្លះគាត់ stress ពីកន្លែងការងារគាត់ stress គាត់រវល់គាត់មានអារម្មណ៍ថាគាត់ចង់ release គាត់ចង់បញ្ចេញអាភាពតានតឹងរបស់គាត់ណាគាត់រកកន្លែងម៉ាស្សាអញ្ចឹងបើសិនជាយើងមានផ្ដល់ជាកន្លែងម៉ាស្សាដែល comfort គាត់មកហើយគាត់មានអារម្មណ៍ថាគាត់ relax ហើយគាត់ធូរអារម្មណ៍គាត់អាចទៅរលួយបានបន្តទៀតអញ្ចឹង business មួយនេះបងកុំមើលរំលងឲ្យសោះហើយយើងមិនបាច់គិតថាតតែយើងមានលុយច្រើនបាទយើងអាចចាប់ផ្ដើមអាជីវកម្មមួយនេះបានឬក៏តតែខ្ញុំនឹងបកែនេះបកែនោះខ្ញុំជាមនុស្សដែលអស្ចារ្យបកែមិនបាច់ទេសម័យឥឡូវគឺសម័យ digital បងអាចចូលទៅក្នុង TikTok ចូលទៅក្នុង marketplace ចូលទៅក្នុង Facebook page ទៅក្នុង Instagram ទៅក្នុង social media ផ្សេងទៀតយើងអាច review ពីសេវាកម្មរបស់យើងទៅដល់គោលដៅអតិថិជនរបស់យើងចឹងសម័យឥឡូវគឺងាយស្រួលរកអតិថិជនណាបងមិនបាច់ចាំយើងដើរទៅចែកខិតតែបានដោយការពីជំនាន់មុនទេអញ្ចឹងកុំទុកពេលវេលាយើងចោលកុំទុកផ្ទះឬក៏ទុកបន្ទប់ដែលយើងទុកចោលហ្នឹងណាគឺយើងអាចងាកកលេចមករកចំណូលពីលើអ្វីដែលយើងមានស្រាប់កុំទៅជួលផ្ទះគេឬក៏កុំទៅធ្វើមិនឲ្យមើលទៅឃើញ look good ណាប៉ុន្តែយើងអត់តមានភ្ញៀវផងហ្នឹងដំបូងយើងចាប់ផ្ដើម testing ខ្លួនឯងសិនទឹកដៃយើងឬក៏យើងជួលបុគ្គលិកម្នាក់ឬពីរនាក់មកសិនយើងមើលលើជាក់ស្ដែងសិនកុំតន់អាលវឹបចាយលុយច្រើនអាហ្នឹងខ្ញុំអត់ recommend ទេសម័យបច្ចុប្បន្នកាត់បន្ថយចំណាយ fixed cost កាន់តែច្រើនកាន់តែល្អបងទាំងអស់គ្នាបើសិនជាក្នុងមួយថ្ងៃយើងរកក្នុងឧទាហរណ៍ថាក្នុងម្នាក់យើងបាន$10ចុះខ្ញុំអត់និយាយច្រើនទេខ្ញុំនិយាយថា minimum គឺមានថា$10ចុះអញ្ចឹងបើសិនជាក្នុងម្នាក់$10ក្នុងមួយថ្ងៃយើងអាចរកបាន4នាក់ក៏យើងបាន$40ដែរចាអញ្ចឹង$40បើយើងគុណជាមួយនឹង26ថ្ងៃក៏ក្នុងមួយខែក៏ at least ក៏យើងបាន$1040ដែរអាហ្នឹងយើងគិតថាយើងយកទាបបំផុត
ឬក៏យើងអាចមានលើសនឹងទៀតក៏ថាបានដែរបើសិនជាយើងមានរកបុគ្គលិកបានឬក៏យើងមានអ្នកជួយនៅក្នុងហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នាយើងគិតមើលថាយើងនៅផ្ទះយើងអាចរកចំណូលប៉ុណ្ណឹងបានវាក៏សម័យបច្ចុប្បន្នគឺបានច្រើនខ្លាំងណាស់ចាអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចចូលទៅ Subscribe នៅក្នុង Channel YouTube របស់នាងខ្ញុំដើម្បីបាន more idea ទៀតណាអរគុណ